ចូលដល់ចំណុចទី3ការតស៊ូដើម្បីឯករាជ្យជាតិនិងសិទ្ធិញ្ញាក្រុងសេណែលឆ្នាំ1954អញ្ចឹងការតស៊ូនៅក្នុងប្រទេសកម្ពុជាគឺដើម្បីទាមទារឯករាជ្យនឹងចែកចេញជាពីរទី1គឺការតស៊ូដោយអាវុធដែលដឹកនាំដោយកម្លាំងចលនាតស៊ូខ្មែរសារៈដែលមានការជួយគ្រប់គ្រងពីសំណាក់កងកម្លាំងវៀតមិញទី2គឺការតស៊ូដោយសន្តិវិធីរបស់ព្រះបាទនរោត្តមសីហនុតាមរយៈការប្រើនយោបាយការទូត 3.1 រណសិរ្សខ្មែរសារៈចឹងដំបូងឡើយបកកុម្មុយនីសចិនហ្នឹងគឺបានកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងទឹកដីវៀតណាមហើយបានធ្វើចលនាបះបោរប្រឆាំងរហូតបង្កើតជារដ្ឋឯករាជ្យមួយឈ្មោះថាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្រោយមកពួកចិនជាតិនិយមដែលកាន់កាប់វៀតណាមខាងជើងបានប្រយុទ្ធជាមួយនឹងពួកអង់គ្លេសនិងបារាំងដែលកាន់កាប់វៀតណាមខាងត្បូងអំពីការប្រយុទ្ធហ្នឹងគឺតាក់ទងជាមួយនឹងការពារទឹកដីអាណានិគមនិយមរៀងៗខ្លួនអញ្ចឹងសង្គ្រាមហ្នឹងក៏ផ្ទុះឡើងហើយពួកវៀតណាមក៏បានសង្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីរបស់ខ្លួនដែរដើម្បីទាមទារឯករាជ្យសង្គ្រាមក៏ចាប់ផ្ដើមរីករាលដាលគ្រប់ទីកន្លែងធ្វើឲ្យវៀតណាមហ្នឹងឈានចូលមកដល់ទឹកដីកម្ពុជាយើងបានលេចចេញនៅចលនាតស៊ូប្រដាប់អាវុធរបស់ខ្មែរសារៈនៅកម្ពុជាដំបូងឡើយខ្មែរសារៈហ្នឹងគឺអត់ទាន់មានកងទ័ពមូលដ្ឋានច្បាស់លាស់ហើយប៉ុន្តែដែលមានការជួយគ្រប់គ្រងពីពួកវៀតណាមអញ្ចឹងខ្មែរសារៈហ្នឹងក៏អាចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជាកាន់តែធំទៅចូលដល់ 3.2 ប្រតិដំណើរទៅកាន់ប្រទេសបារាំងព្រះបាទនរោត្តមសីហនុទ្រង់យាងទៅប្រទេសបារាំងនៅឆ្នាំ1953ដែលប្រគល់កិច្ចការប្រទេសជាតិឲ្យទៅព្រះបិតាជាអ្នកគ្រប់គ្រងគឺព្រះបាទសុរាម្រិតនិងឯកឧត្តមប៉ែនណុតជាបនាយករដ្ឋមន្ត្រីនៅប្រទេសបារាំងទ្រង់គង់នៅទីក្រុងណាពូលនៅតំបន់អាខាងក្រោមហើយបានផ្ញើសារទៅកាន់លោកវាំងសង់អូរីយ៉ូលដែលនៅក្នុងសំណេរនោះមានន័យថាក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់ប្រទេសបារាំងខ្ញុំសង្ឃឹមថាបារាំងនឹងផ្ដល់ឲ្យខ្ញុំនៅអ្វីដែលខ្ញុំបានសន្យាផ្ដល់ជូនដល់ប្រជាជនខ្ញុំគឺការនាំមកនៅឯករាជ្យពេញលេញជនជាតិមាតុភូមិនៅក្នុងន័យនេះមានន័យថាបើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការយោធានិងវត្ថុនោះទេនិងសេដ្ឋកិច្ចនោះទេឈ្មោះថាប្រទេសកម្ពុជាគឺមិនទាន់បានទទួលនៅឯករាជ្យពេញលេញនោះឡើយជាលទ្ធផលគឺបារាំងអត់មានការឆ្លើយតបទេហើយព្រះអង្គក៏បានផ្ញើសារលិខិតជាលើកទី2ទៅទៀតក៏បារាំងមិនបានផ្ដល់ជាចម្លើយល្អដែរចូលដល់ 3.3 ព្រះរាជដំណើរទៅកាន់ប្រទេសកាណាដានិងសហរដ្ឋអាមេរិកបន្ទាប់ពីយាងចេញពីបារាំងមកព្រះអង្គក៏ទៅប្រទេសកាណាដាមូលហេតុដោយសារតែប្រទេសកាណាដាគឺទទួលអរិយធម៌របស់បារាំងអញ្ចឹងហើយនិយាយភាសាបារាំងអញ្ចឹងព្រះអង្គយល់ថាប្រទេសកាណាដាអាចមានឥទ្ធិពលជួយនិយាយជាមួយនឹងប្រទេសបារាំងឲ្យកម្ពុជាបានដូចគ្នាទៅដល់ទីនោះព្រះអង្គបានធ្វើសន្និសីទកាសែតតាមរយៈវិទ្យុកាណាដាហើយបានបញ្ជាក់ថាកម្លាំងរបស់ពួកអិសរាជជាមួយនឹងកុម្មុយនីសហ្នឹងគឺមានឥទ្ធិពលខ្លាំងក្នុងការតាក់ទាញប្រជាជនហើយធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យជាតិនៃប្រទេសកម្ពុជាអញ្ចឹងទៅប្រទេសកាណាដាហ្នឹងអាចជួយបានទេព្រះអង្គក៏យាងទៅសហរដ្ឋអាមេរិកបន្តទៅសហរដ្ឋអាមេរិកព្រះអង្គបានជួបជាមួយនឹងលេខាធិការក្រសួងការបរទេសឈ្មោះ John Foster Dole នៅទីក្រុង Washington ហើយបានបញ្យល់ពីគំនិតរបស់ទ្រង់សហរដ្ឋអាមេរិកក៏មានបំណងចង់ជួយកម្ពុជាទូបានឯករាជ្យដែរប៉ុន្តែសហរដ្ឋអាមេរិកកំពុងជួបប្រទះជាមួយនឹងបញ្ហាសង្គ្រាមហិណ្ឌូចិនដែលមិនទាន់ដឹងថាឈ្នះចាញ់អញ្ចឹងគឺសហរដ្ឋអាមេរិកត្រូវការដោះស្រាយបញ្ហាហ្នឹងសិនទើបអាចជួយកម្ពុជាបានតាមក្រោយលទ្ធផលនៃជំនួបនោះគឺធ្វើឲ្យព្រះអង្គខកបតីយ៉ាងខ្លាំងក្រោយមកក៏ព្រះអង្គបានធ្វើបទសម្ភាសន៍មួយជាមួយនឹងភ្នាក់ងារកាសែត New York Times ហើយនៅថ្ងៃបន្ទាប់ហ្នឹងគឺកាសែតបានចុះផ្សាយនៅទំព័រមុខដែលប្រៀបដូចជាក្របបែកមួយគ្រាប់ណាហេតុនេះបាននិយាយថាដូចជាក្របបែកមួយគ្រាប់ដោយសារតែក្នុងអត្ថបទហ្នឹងបានបញ្ជាក់ថាប្រទេសនៅឥណ្ឌូចិនមិនបានទទួលឯករាជ្យទេគឺនឹងប្រជាជននឹងក្រោកឡើងធ្វើការបះបោរហើយសង្គ្រាមទាមទារឯករាជ្យនឹងកើតមានឡើងអញ្ចឹងដោយសារតែការចុះផ្សាយបែបនេះហើយធ្វើឲ្យបារាំងមានការព្រួយបារម្ភក៏ធ្វើការជួបចរចាជាមួយនឹងកម្ពុជាជាថ្មីដែលបានបកគលនៅផ្នែកអន្តរកម្មដាក់ក្រោមបញ្ជាការរបស់ខ្មែរវិញហើយនៅផ្នែកផ្សេងៗទៀតជាបន្តប៉ុន្តែផ្នែកខ្លះបកគលឲ្យហើយគឺធ្វើឲ្យខូចផលប្រយោជន៍ខ្មែរដូចជាបញ្ហាហិរញ្ញវត្ថុជាដើមចូលដល់ 3.4 ដំណើរយាងទៅរាជាណាចក្រថៃបន្ទាប់មកព្រះបាទ
នៅរដំសនុត្រង់បានរៀបចំព្រឹកដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃវិញម្ដងដោយសូមចាប់ប្រកាសនៅខេត្តសៀមរាបមុនឆ្ពោះទៅប្រទេសថៃណាហើយព្រះអង្គបានប្រកាសជាឡារដ្ឋាប្រជាជនខ្មែរទាំងមូលបានសម្ដែងនូវទឹកចិត្តដ៏មោះមុតនៅក្នុងការទាមទារឯករាជ្យឲ្យបានច្បាស់ខាតជូនប្រទេសកម្ពុជាបើទោះបីជាបារាំងមិនមានឆន្ទៈផ្ដល់ឯករាជ្យមកឲ្យកម្ពុជាក៏ដោយបន្ទាប់មកព្រះអង្គបានយាងទៅកាន់ទីក្រុងបាងកកហើយបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលួងវិបុលសង្គ្រាមដែលទទួលព្រះអង្គយ៉ាងសង្កេយមែនទែននៅប្រទេសកម្ពុជានៅវិញពួកអាណាធិបតេយ្យនិយមស្ដាំហ្នឹងក៏បានរួបរวมជាមួយរដ្ឋាភិបាលហើយប្រជាជនទាំងប្រុសទាំងស្រីចំនួន40,000នាក់បានស្ម័គ្រចិត្តបម្រើក្នុងកងជាពលនារីក្លាហានដែលទទួលបានការវឹកហាត់យ៉ាងសកម្មដោយបញ្ញាចិត្តថានឹងហៅតាមក្បួនព្រះមហាក្សត្រនៅរំសេននោះដើម្បីដណ្ដើមឯករាជ្យជនជាតិមាតុភូមិទោះបីជាត្រូវបូជាជីវិតក៏ដោយបន្ទាប់មកប្រទេសកម្ពុជាក៏បានផ្ញើសេចក្តីប្រកាសមួយទៅកាន់បារាំងដែលនិយាយពីខ្មែរទាមទារអំណាចទាំងឡាយមកវិញក្រោយមករដ្ឋាភិបាលបារាំងហ្នឹងក៏បានយល់ព្រមប្រគល់អំណាចទាំងអស់មកឲ្យខ្មែរជាបន្ទាន់ព្រះបាទនរោត្តមសីហនុក៏បានយាងពីប្រទេសថៃមកវិញហើយមកគង់នៅខេត្តសៀមរាបដែលជាតំបន់ស្វយ័តពុំមានកងទ័ពបារាំងឡើយដើម្បីស្ដាប់ការចរចានៅក្នុងទីក្រុងភ្នំពេញអញ្ចឹងនៅទីក្រុងភ្នំពេញគឺមានការចុះហត្ថលេខានៅកិច្ចព្រមព្រៀងបារាំងខ្មែរស្ដីពីការផ្ទេរផ្នែកយុទ្ធភ័ណ្ឌនិងប៉ូលីសមកឲ្យខ្មែរហើយបន្ទាប់មកបកគលអាណាធិបតេយ្យភាពខាងផ្នែកយោធាកម្ពុជាទាំងមូលតែម្ដងបន្ទាប់មកក៏សម្ដេចនរោត្តមទ្រង់យាងចូលទីក្រុងភ្នំពេញដែលប្រកបដោយស្នូទះដៃនិងសម្លេងចែកខូយ៉ាងកងរំពងអបអរពីការទាមទារឯករាជ្យតាមការសន្យាពិតរបស់ទ្រង់ពិតប្រាកដមែនព្រះបាទនរោត្តមសីហនុទ្រង់បានយាងចូលទីក្រុងភ្នំពេញថ្ងៃទី8វិច្ឆិកាហើយនៅថ្ងៃទី9វិច្ឆិកាហ្នឹងគឺមានការប្រារព្ធពិធីផ្ទេរអំណាចនៅមុខព្រះបរមរាជវាំងយ៉ាងឧឡារិកហើយចាប់ពីពេលនោះមកប្រទេសកម្ពុជាយើងគឺតែងប្រារព្ធបុណ្យឯករាជ្យនៅថ្ងៃទី9វិច្ឆិកាជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ការទទួលបានឯករាជ្យនឹងឯងចូលដល់3.5បប្រតិបត្តិការបណ្ដេញពួកវៀតមិញអញ្ចឹងបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យគឺកិច្ចការបន្ទាប់នោះគឺត្រូវបណ្ដេញពួកនឹងពួកវៀតមិញហ្នឹងបានចូលមកលាក់ខ្លួននៅខុសច្បាប់នៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ1949ម្លេះដែលមានការគ្រប់គ្រងដោយពួកខ្មែរអិសរាជអញ្ចឹងក្រោយមកមេដឹកនាំខ្មែរសារៈសំខាន់ហ្នឹងគឺបានចោះចូលជាមួយនឹងជាតិវិញដូចជាសវណ្ណវង្សនិងត្រង់ច័ន្ទរាំងសីអញ្ចឹងក៏ចាប់ផ្ដើមបប្រតិបត្តិការបណ្ដេញពួកវៀតមិញនឹងតែម្ដងទៅចូលដល់3.6សិទ្ធិសញ្ញាក្រុងសឺណែវអញ្ចឹងក្រោយពីកម្ពុជាទទួលបានឯករាជ្យក៏គេមានការធ្វើសន្និសីទក្រុងសឺណែវហ្នឹងដើម្បីធានាបានអំពីការបញ្ចប់សង្គ្រាមនឹងទាំងស្រុងដែលកម្មវិធីហ្នឹងគឺមានចក្រភពអង់គ្លេសសហភាពសូវៀតសហរដ្ឋអាមេរិកបារាំងសាធារណរដ្ឋប្រជាមានិតចិននិងប្រទេសពាក់ព័ន្ធមួយចំនួនទៀតដូចជាកម្ពុជាវៀតណាមឡាវអេជាដើមអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺនិយាយអំពីទី1កិច្ចព្រមព្រៀងស្ដីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងទឹកដីប្រទេសកម្ពុជាទី2ស្ដីប្រកាសរដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោតទី3ស្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាតាក់ទងនឹងសម្ព័ន្ធភាពយោធាមានន័យថាការតាំងមូលដ្ឋានទ័ពបរទេសនិងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេសទី4ស្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជារបស់រដ្ឋាភិបាលបារាំងស្ដីពីការដកទ័ពចេញពីទឹកដីនៃប្រទេសឥណ្ឌូចិនបន្តមកទៀតនិយាយពីសេចក្តីថ្លែងការណ៍របស់សន្និសីទតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសឺណែវចុងក្រោយគឺសេចក្តីហៅការបិទសន្និសីទអញ្ចឹងក្រោយពីបិទសន្និសីទសមាជិកទាំងអស់បានប្រកាសស្តីអំពីកាតព្វកិច្ចរបស់ខ្លួននិងការគោរពដល់ឯករាជ្យដូចជាអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាម្យ៉ាងវិញទៀតកិច្ចព្រមព្រៀងហ្នឹងគឺត្រូវបានបញ្ឈប់សកម្មភាពយោធានៅលើទឹកដីកម្ពុជាឲ្យអស់ក្នុងអំឡុងមានន័យថាជាការដកកងទ័ពបរទេសចេញពីទឹកដីកម្ពុជាអស់ក្នុងអំឡុងពេល90ថ្ងៃហើយនឹងដកឬក៏រំសាយកងកម្លាំងពួកអិសរាជហ្នឹងឲ្យអស់ក្នុងអំឡុងពេល30ថ្ងៃបន្ទាប់មករដ្ឋាភិបាលកម្ពុជាហ្នឹងគឺបានប្រកាសស្ដីពីការធានាដល់សិទ្ធិសេរីភាពអ្នកដែលបានចូលរួមក្នុងចលនាតស៊ូហ្នឹងណាការពារសិទ្ធិដូចជាអាយុជីវិតទ្រព្យសម្បត្តិផ្សេង